ទំនុកចិត្តខ្វះគំនិតវានាំអន្តរាយដល់ខ្លួនរឿងក្អែកស៊ីពងលលោកមានក្អែកកំសត់មួយបានហើរមកពីចម្ងាយយ៉ាងត្រដាប់ត្រដួសដោយសារតែត្រូវនឹងគ្រាប់ស្នារបស់ព្រានប្រមាញ់របួសយ៉ាងដំណំវាក៏បានហើរមកទំនឹងដើមជ្រៃមួយដើមដែលជាទីលំនៅរបស់លោកសំពៅមួយគ្រួសារក្អែកក៏បានសុំលោកដើម្បីស្នាក់អាស្រ័យជាមួយផងដែរព្រោះពេលនេះក៏មិនដឹងថាត្រូវទៅណារួចនោះទេដោយសារតែមានរបួសជិបនឹងខ្លួនស្រាប់លោកក៏ឲ្យក្អែកនៅជាមួយដោយក្តីអាណិតលោកជួយមើលការខុសត្រូវនិងជួយយកអាសាគ្នាដោយក្តីស្មោះត្រង់លុះយូរបន្តិចទៅរបួសរបស់ក្អែកក៏បានជាសះស្បើយឡើងវិញតែក្អែកមិនទាន់ចាកចេញទៅណាដែរឯលោកមិនបានថាអ្វីដល់ក្អែកនោះដែរថ្ងៃមួយក្អែកគិតថានៅនឹងដើមជ្រៃនេះព្រមទាំងអ្វីដែលមាននៅទីនេះមានភាពសុខសាន្តណាស់ងាយនឹងរស់នៅមិនមានភ័យអ្វីមកបៀតបៀនឡើយវាក៏មានគំនិតចង់បានដើមជ្រៃនោះជាកម្មសិទ្ធិរបស់ខ្លួនថ្ងៃមួយស្រាប់តែមានក្អែកជាច្រើនមកទំនឹងដើមជ្រៃជាទីលំនៅរបស់លោកសំពៅលោកសំពៅមានការភ្ញាក់ផ្អើលក្នុងចិត្តជាខ្លាំងវាសួរទៅក្អែកដែលមកសុំស្នាក់អាស្រ័យពេលមានរបួសនោះថាហេតុអ្វីក៏មានក្អែកច្រើនម្ល៉េះមកទីលំនៅរបស់ខ្ញុំដោយមិនប្រាប់ឬសុំខ្ញុំជាមុនអញ្ចឹងក្អែកក៏តបវិញថាសូមបងលោកអនុគ្រោះផងចោះក្អែកទាំងនេះជាកូនចៅរបស់ខ្ញុំទេទាំងខ្ញុំក៏មិនបានដឹងជាមុនដែរហើយការនេះដោយសារតែនៅឯលំនៅរបស់ពួកខ្ញុំនោះមានភ្លើងឆេះនៅមិនកើតហើយក៏មានកូនចៅខ្លះបានស្លាប់ក្នុងភ្លើងនោះទៀតដូច្នេះសូមលោកបងលោកអនុគ្រោះដល់ពួកខ្ញុំមួយរយៈពេលចោះទម្រាំនឹងពួកខ្ញុំអាចរកទីលំនៅថ្មីបានក្រោយពីក្អែកឆ្លើយតបនិងសូមអង្វរចិត្តដល់លោកសំពៅហើយនោះលោកក៏យល់ព្រមដោយអនុគ្រោះដល់ហ្វូងក្អែកឲ្យនៅមួយរយៈចោះតាមពិតទៅក្អែកជាមេហ្វូងដែលមកសុំស្នាក់អាស្រ័យពេលដែលវាមានរបួសនោះវាបានទៅហៅប្រមូលគ្នាឲ្យមកនៅទីនេះដោយមិនបានប្រាប់ឲ្យលោកសំពៅដឹងជាមុននោះទេព្រោះនោះជាគំនិតប៉ុនប៉ងចង់បានរំនៅរបស់លោកសំពៅលុះយូរទៅលោកសំពៅសួរក្អែកក៏ឆ្លើយដដែលថាមិនទាន់រកកន្លែងបានតែប៉ុណ្ណោះក្អែកតែងធ្វើទុកបុកម្នេញឲ្យលោកពិបាកនឹងរស់នៅក្បែរក្អែកថែមទៀតដោយមានការស្រែកលោតឡាមិនថាយប់ថ្ងៃអ្វីឡើយថ្ងៃមួយក្អែកជាមេហ្វូងបានបង្គាប់ឲ្យកូនចៅចូលទៅលបលួចយកពងលោករួចហើយវាបាននាំយកពងរលោកនោះទៅផ្គប់គុណដល់ខ្លែងស្រាឲ្យជួយក្នុងការសម្រេចក្តីយកដើមជ្រៃជាលំនៅរបស់ខ្លួននិងដេញពួកលោកសំពៅឲ្យចេញពីទីនោះខ្លែងស្រាកាលបើទទួលបានពងរលោកជាសំណែនជារឿយក៏ព្រមទទួលការនោះពួកវាបាននាំគ្នាទៅសម្រេចបណ្ដេញលោកសំពៅឲ្យចេញពីដើមជ្រៃនោះដោយមិនអាចមានអ្វីតទល់ជាមួយនឹងក្អែកនិងខ្លែងស្រាបាននោះទីបំផុតលោកសំពៅគ្មានអ្វីហាស្ដីកើតក្រៅតែពីការសម្រក់ទឹកភ្នែកនាំកូនចៅចាកចេញទៅរកទីលំនៅថ្មីទៀតកូនដែលចេះហើរក៏ហើរទៅបានកូនមិនទាន់ចេះហើរក៏នឹមគ្នាជួយយឺតយោងសណ្ដងទៅមួយម្ដងឯពងដែលមិនទាន់ញាស់ក៏ត្រូវធ្លាក់បែកខ្លះពេលពាំហើរទៅរកទីលំនៅថ្មីនោះរីឯពងខ្លះទៀតដែលយកទៅមិនទាន់នោះក៏ក្លាយជាចំណីរបស់ក្អែករមើលគុណថែមទៀតក្រោមសំណើចក្អាកក្អាយបញ្ឈឺឌឺដងរបស់ក្អែករមើលគុណទាំងនោះលោកសំពៅឈឺចិត្តស្ដាយគំនិតមិនគួរណាធ្វើគុណជាមួយនឹងក្អែកជាប្រភេទជនរមើលគុណយកទោសមកសងគុណដោយគ្មានសេចក្តីអៀនខ្មាស់យ៉ាងនេះកាលពីចិត្តស្លាប់សូមអង្វររស់ពេលបានរស់សម្លាប់អ្នកជួយទៅវិញលោកសំពៅកាលបើគិតសពគ្រប់ទៅហាក់ដូចជាឈឺចិត្តផងនិងមិនអស់ចិត្តផងក៏បាននាំសេចក្តីនេះទៅ
ទៅប្រាប់និងឲ្យកង្កោកជួយធ្វើការវិនិច្ឆ័យចំពោះទុក្ខសោករបស់ខ្លួនកង្កោកកាលបើបានដឹងរឿងនោះហើយក៏ស៊ើបសួរឲ្យដឹងសពគ្រប់សេចក្តីបន្ទាប់មកក៏បានហៅទាំងខ្លែងស្រាកក្អែកនិងរលកសំពៅផងដែរឲ្យមកជួបជុំគ្នាដើម្បីរកខុសនិងរកត្រូវផ្ដល់យុត្តិធម៌ឲ្យអ្នកដែលគួរនឹងទទួលបានយុត្តិធម៌ក្អែកក៏បានអះអាងថាដើមជ្រៃនោះជាទីលំនៅរបស់ខ្លួនរីឯខ្លែងស្រាកក៏ធ្វើការអះអាងទាំងបំពេញថាទីនោះគឺពិតជាលំនៅរបស់ក្អែកមែនផងដែរក្ងោកបានសួរថាឥឡូវដើម្បីរកឲ្យឃើញថាទីលំនៅជារបស់អ្នកណានោះសូមជួយឆ្លើយឲ្យប្រកាសមកថារវាងខ្ញុំនិងខ្លែងស្រាកឯងគឺអ្នកណាបងអ្នកណាប្អូនទៅប្រកាសណាស់ថាបងក្ងោកឯងគឺមានអាយុច្រើនជាងខ្ញុំបើអញ្ចឹងឯងដឹងមិនច្បាស់ដូចខ្ញុំនោះទេខ្ញុំធ្លាប់នៅទីនេះតាំងពីតូចមកម្ល៉េះហើយខ្ញុំដឹងយ៉ាងច្បាស់ថាពីមុនទីនេះមិនមានត្រកូលក្អែកនៅទីនេះឡើយបើដូច្នេះប្រកាសណាស់ថាក្អែកជាអ្នកមកទន្ទ្រានទីលំនៅរបស់លោកសំពៅហើយឯខ្លែងស្រាកកាត់ក្តីដោយបំពានព្រោះក្តីលំអៀងជាប្រកាសតទៅដើម្បីបានអ្វីដែលខ្លួនត្រូវបានគឺអ្នកណាមានអ្វីត្រូវទទួលយកអ្វីទាំងនោះមកវិញហើយទទួលយកអ្វីដែលជារបស់ខ្លួននោះបានហើយទើបវាមានក្តីសុខសាន្តទាំងផ្លូវចិត្តនិងផ្លូវកាយលោកសំពៅក៏បានមកកាន់ទីលំនៅរបស់ខ្លួនវិញនិងរស់នៅដោយសុខសាន្តចាប់ពីពេលនោះមកមានមេត្តាក៏ត្រូវគិតពីសុវត្ថិភាពដល់ខ្លួនផងដែរជៀសវាងការឈឺចាប់ទៅថ្ងៃក្រោយត្រូវប្រយ័ត្នចំពោះជនបញ្ញាក្អែកវាតែងផ្ដល់ទុក្ខទោសសងមកវិញពេលវាមានលំនឹងហើយជួយយកអាសាជនពាលដូចជាយកខ្លាមកប្រឡែងក្នុងផ្ទះអញ្ចឹង